សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំចែករំលែកបងប្អូនតាក់ទងជាមួយរបៀបក្នុងការរៀបចំទឹកត្រីក្រឹមរបស់យើងអញ្ចឹងត្រីក្រឹមរបស់យើងអាចដាក់ទឹកធម្មតាបានទឹកធម្មតានេះបើសិនជាបងប្អូននៅតាមជនបទស្រុកស្រែដូចខ្ញុំអញ្ចឹងបងប្អូនអាចប្រើប្រាស់ប្រភេទទឹកភ្លៀងដែលយើងរក្សាទុកយូរបាទទឹកភ្លៀងថ្មីយើងអត់ប្រើទេហើយបងប្អូនក៏អាចប្រើប្រាស់ប្រភេទទឹកស្អាតតែទឹកស្អាតនេះបងប្អូនទាំងអស់គ្នាគឺយើងត្រូវបើកវាទុកចោលបងប្អូនអាចមានជាធុងស្ពេត្រូបងប្អូនអាចបើកស្តុកវាទុកទៅបាទ2ថ្ងៃ3ថ្ងៃឬលើសហ្នឹងចាំយើងយកមកប្រើណាបាទហើយចំពោះមួយទៀតទឹកសុទ្ធចំពោះទឹកសុទ្ធនេះគឺខ្ញុំអត់ធ្លាប់ប្រើទេបងប្អូនបាទនេះនិយាយមែនតើទឹកសុទ្ធប្រភេទទឹកកដុងធំហ្នឹងបងប្អូនគឺខ្ញុំអត់ធ្លាប់ប្រើទេតែក៏បញ្ជាក់ជូនបងប្អូនដែរប្រភេទកដុងធំបាទយើងដូរនៅភ្នំពេញមកកដុង4500ឬមកកដុង5000ហ្នឹងនិយាយទៅវាមានប្រភេទទឹកដែលល្អហើយនិងប្រភេទទឹកដែលមិនល្អបាទប្រភេទទឹកខ្លះគឺល្អមានន័យថាគេចម្រោះអីត្រឹមត្រូវអញ្ចឹងណាតែប្រភេទខ្លះទៀតគឺវាអត់ល្អទេមានន័យថាពេលដែលគេលក់ដាច់គេអស់ទឹកទៅគេបើកប្រភេទទឹកបាទទឹកតយោយើងដាក់អញ្ចឹងបានបងប្អូនមួយចំនួនគាត់បើកគម្របហ្នឹងទៅយើងហាត់ទឹកទៅវានឹងធុំក្លិនហើយបាទធុំក្លិនថ្នាំដូចទឹកតយោយើងអញ្ចឹងហើយនឹងមួយយ៉ាងទៀតនៅក្នុងកដុងហ្នឹងគឺមានកើតជាដង្កូវទឹកបាទមានកើតជាដង្កូវទឹកអញ្ចឹងមានន័យថាទឹកដែលយើងប្រើប្រាស់ហ្នឹងគឺវាអត់ស្អាតទេតែក៏មានប្រភេទទឹកដែលគេបាទធ្វើត្រឹមត្រូវដែរបាទទឹកដែលគេធ្វើត្រឹមត្រូវនោះគឺទឹកហ្នឹងយើងបាទយើងហាត់ក្លិនទៅវាល្អអញ្ចឹងណាវាអត់មានធុំក្លិនហើយក៏វាអត់មានកើតជាដង្កូវទឹកអីដែរឬក៏អត់មានកកដីអីដែរអញ្ចឹងចំពោះទឹកសុទ្ធនេះខ្ញុំបញ្ជាក់ជូនបងប្អូនគឺខ្ញុំអត់ធ្លាប់ប្រើទេតែបើតាមយើងគិតមើលប្រហែលជាអាចប្រើបានដោយសារគេចម្រោះស្អាតបាទគេចម្រោះស្អាតបាទអ្នកទាំងអស់គ្នាហើយមួយទៀតតកតងជាមួយនឹងទឹកស្រះនេះបងប្អូនអាចធ្វើការប្រើបានចំពោះទឹកស្រះដែលថ្លាស្អាតបាទទឹកស្រះដែលថ្លាស្អាតបងប្អូនអាចធ្វើការប្រើបានហើយក្រៅពីប្រភេទទឹកស្រះដែលថ្លាស្អាតនេះបងប្អូនក៏អាចប្រើប្រាស់ទឹកដងដែរប្រភេទទឹកដងនេះបងប្អូនគឺប្រើប្រភេទទឹកដងដែលអត់ប្រៃខ្លាំងអត់ឆ្លេមហើយនឹងអត់មានជាតិកបោបាទអញ្ចឹងយើងដាក់ជាមួយត្រីទៅបានវាអាចរស់នៅបានល្អអញ្ចឹងណាតែបើសិនជាទឹកដងរបស់បងប្អូនប្រៃអានឹងបងប្អូនរាល់បើកវាទុកបាទបើកវាទុកទៅហើយយើងអាចមានទឹកអីផ្សេងលាយគ្នាណាយើងអាចមានទឹកអីផ្សេងបើយើងលាយគ្នាទៅអានឹងយើងអាចប្រើប្រាស់បានចំពោះទឹកដងនេះបើសិនជាវាអត់ឆ្លេមអានឹងវាអត់បញ្ហាទេបាទកន្លែងចាស់គឺខ្ញុំប្រើប្រាស់ទឹកដងដើម្បីធ្វើការបង្កាត់ត្រីក៏ដូចជាដាក់ត្រីធម្មតាអត់មានបញ្ហាទេបាទល្អហើយចំពោះត្រីដែលយើងដាក់នៅក្នុងកែវបងប្អូនទាំងអស់គ្នាជាធម្មតាគឺខ្ញុំតែងតែប្រើប្រភេទអំបិលអំបិលក្រួសគឺក្នុងមួយកែវមួយកែវនេះគឺខ្ញុំប្រើប្រាស់អំបិលក្រួស10គ្រួសបាទ10គ្រួសអញ្ចឹងអំបិលនេះបាទវាល្អវាបាទមាននាទីទប់ស្កាត់កុំឲ្យប្រភេទបាក់តេរីហ្នឹងវាកើតឡើងបន្តទៀតបាទវាបង្អាក់បាទការកកើតនៃបាក់តេរីណាហើយមួយទៀតក៏វាបាទជួយសម្លាប់បាទមេរោគដែរហើយនៅក្នុងក្នុងកែវត្រីនេះគឺខ្ញុំប្រើប្រាស់អំបិលរួមជាមួយនឹងស្លឹកឆាត់គឺយើងដាក់ស្លឹកឆាត់ម្ដុំទៅដើម្បីឲ្យទឹករបស់យើងមានពណ៌ស្អាតហើយធ្វើឲ្យត្រីរបស់យើងមានពណ៌ដិតល្អអញ្ចឹងបងប្អូនដែលចិញ្ចឹមត្រីហើយត្រីស្លេកពណ៌បងប្អូនបាទអាចអនុវត្តបានគឺយើងដាក់ស្លឹកឆាត់ម្ដុំទៅបាទហើយស្លឹកឆាត់នេះ គឺ
គឺយើងប្រើប្រភេទស្លឹកឆាត់ទុំជ្រុះលាងទឹកស្អាតហាលស្ងួតបាទបន្ទាប់ពីហាលស្ងួតហើយយើងអាចប្រើប្រាស់បានណាអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេបងប្អូនហើយខ្ញុំសង្ឃឹមថាមានប្រយោជន៍សម្រាប់បងប្អូនដែលទើបតែចិញ្ចឹមត្រីអត់ទាន់ដឹងពីរបៀបក្នុងការចិញ្ចឹមត្រីនៅក្នុងកែវឬក៏នៅកន្លែងណាមួយដែលបងប្អូនដាក់ជាកន្លែងតូចបាទកន្លែងធំអានឹងផ្សេងបាទអរគុណច្រើនហើយចំពោះបងប្អូនដែលអត់ទាន់បានជួយចុច Subscribe កុំភ្លេចជួយចុច Subscribe បាទ Channel YouTube អ្នកមួយបាទជួយចុច Follow Page អ្នកមួយផងបងប្អូនទាំងអស់គ្នាបាទជួយចុច Like វីដេអូផងអរគុណជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀត